ជំរាបរឿងតារានិងផ្កាចម្ប៉ាទឹកយូរលងណាស់មកហើយនៅក្នុងភូមិដាច់ស្រយាលមួយស្រាប់តែមានគ្រោះរាំងស្ងួតយ៉ាងខ្លាំងមេឃឡើងកម្ដៅហួតហែងធ្វើឲ្យដីស្រែប្រែស្រាំហើយដើមចម្ប៉ាដ៏ស្រស់ស្អាតយំវិញភូមិក៏ចាប់ផ្ដើមស្រពោនអ្នកភូមិទាំងអស់បារម្ភយ៉ាងខ្លាំងពីរឿងទឹកនៅផ្ទះរបស់តារាលោកយាយរបស់គេបានចាក់ទឹកចុងក្រោយដែលមានក្នុងពាងចូលទៅក្នុងក្អមតូចរបស់តារាលោកយាយផ្ដាំថាចៅអើយនេះជាទឹកចុងក្រោយហើយចូលប្រើវាដោយសន្សំសំចៃបំផុតតារាងក់ក្បាលយល់ព្រមខណៈពេលកំពុងដើរកាត់ដើមចម្ប៉ាដ៏ធំប្រចាំភូមិតារាបានប្រទះឃើញកូនដើមចម្ប៉ាតូចមួយដែលទើបនឹងដុះវាមានសភាពស្រពោនខ្លាំងស្លឹកពណ៌លឿងស្វិតតារាសម្លឹងមើលទឹកក្នុងក្អមហើយគិតពីការសន្យាចំពោះលោកយាយតារាដឹងថាបើមិនបានទឹកទេកូនដើមឈើនេះមុខជាស្លាប់មិនខានទោះបីជាគេស្រែកទឹកខ្លាំងយ៉ាងណាក៏ដោយក៏គេសម្រេចចិត្តចាក់ទឹកពាក់កណ្ដាលពីក្អមរបស់គេស្រោចទៅលើកូនដើមចម្ប៉ានោះទឹកជ្រាបចូលទៅក្នុងដីយ៉ាងលឿនរំពេចនោះអភូតហេតុដ៏អស្ចារ្យមួយបានកើតឡើងពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតបានភាយចេញពីកូនដើមចម្ប៉ាពន្លឺនោះបានคล้ายទៅជាទេពធីតាចម្ប៉ាមាសដ៏ស្រស់ស្អាតក្រងសម្លៀកបំពាក់ពណ៌មាសចែងចាំងឈរញញឹមយ៉ាងទន់ភ្លន់នៅចំពោះមុខតារាទេពធីតាចម្ប៉ាមាសបានមានបន្ទូលទៅកាន់តារាដោយសំឡេងដ៏ពិរោធថាចិត្តកុសលរបស់ចៅបានសង្គ្រោះជីវិតយើងនេះជាផ្កាចម្ប៉ាមាសតំណាងឲ្យចិត្តកុសលដ៏ប្រពៃរបស់ចៅចូលយកវាទៅចុះតារាទទួលយកផ្កានោះដោយក្តីរំភើបទេពធីតាបាននាំតារាទៅកាន់គោដើមជ្រៃធំមួយរួចចង្អុលបង្ហាញកន្លែងអាត់កំបាំងគ្រាន់តែផ្កាចម្ប៉ាមាសប៉ះនឹងដីស្រាប់តែមានទឹកថ្លាឆ្វេងពូកញ្ជ្រោលចេញពីដីបង្កើតបានជាប្រភពទឹកដ៏ធំមួយមិនចេះរីងស្ងួតតារាបានរត់ទៅប្រាប់អ្នកភូមិគ្រប់គ្នាពីប្រភពទឹកអ្នកភូមិទាំងអស់សប្បាយរីករាយយ៉ាងខ្លាំងនាំគ្នាដងទឹកយកទៅប្រើប្រាស់ស្រាប់តែដើមចម្ប៉ានៅទូទាំងភូមិក៏លាស់ស្លឹកខៀវស្រងាត់ឡើងវិញហាក់ដូចមានជីវិតថ្មីមិនយូរប៉ុន្មានគ្រោះរាំងស្ងួតក៏បានកន្លងផុតទៅភូមិទាំងមូលពោពេញដោយភាពស្រស់បំព្រងនិងក្លិនក្រអូបឈ្ងុយឈ្ងប់នៃផ្កាចម្ប៉ាដែលរីកស្គុះស្កាយអ្នកភូមិលែងខ្វាក់ទឹកទៀតហើយចាប់តាំងពីពេលនោះមកអ្នកភូមិតែងតែរំលឹកពីចិត្តកុសលដ៏ល្អរបស់តារាពួកគេបានរៀនសូត្រថាការចែករំលែកនិងក្តីមេត្តាចំពោះធម្មជាតិនឹងនាំមកនូវសេចក្តីសុខនិងចម្រុងចម្រើនដល់អ្នករាល់គ្នាជារៀងរហូត